យោងទៅតាមសារព័ត៌មានអាចារ្យសារ៉ាដែលចុះនៅថ្ងៃទី29 ខែ 4 ឆ្នាំ 2026 ថ្ងៃនេះយើងនឹងនាំមកជូននៅព័ត៌មានក្តៅមួយពាក់ព័ន្ធទៅនឹងភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដែលកំពុងតែធ្វើឲ្យពិភពលោកក្តៅគគុកឡើងវិញប្រធានាធិបតីលោក Donald Trump បានអះអាងថាប្រទេសអ៊ីរ៉ង់កំពុងតែស្ថិតនៅក្នុងស្ថានភាពដួលរលំហើយបានស្នើសុំអាមេរិកដើម្បីឲ្យលើកលែងការបិទផ្លូវនៃច្រកសមុទ្រ Hormuz លើកំពង់ផែរបស់ខ្លួនតាមការបញ្ជាក់របស់ត្រាំគាត់បាននិយាយថាអ៊ីរ៉ង់បានតាក់ទងមកសហរដ្ឋអាមេរិកដើម្បីស្នើឲ្យបើកផ្លូវឬក៏បើកច្រកសមុទ្រ Hormuz ឡើងវិញដែលជាច្រកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងសម្រាប់ពិភពលោកប៉ុន្តែចំណុចសំខាន់មួយគឺមកដល់ពេលនេះមិនទាន់មានភស្តុតាងឬក៏ឯកសារណាមួយបញ្ជាក់ពីការអះអាងនេះពីភាគីរបស់អ៊ីរ៉ង់ឡើយស្ថានភាពពិតនៅលើទឹកដីការប្រឈមនេះនឹងធ្វើឲ្យពិតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់នាវាប្លុកលើអ៊ីរ៉ង់មានន័យថាដាក់នាវាបិទច្រកសមុទ្រអូម៉ូហ្នឹងបន្ទាប់ពីការចរចាសន្តិភាពត្រូវបានបរាជ័យការបិទផ្លូវនេះមានគោលបំណងដូចម្ដេចការបិទផ្លូវនេះមានគោលបំណងដូចម្ដេចការបិទផ្លូវនេះមានគោលបំណងទីមួយគឺកាត់បន្ថយការនាំចាញ់ប្រេងរបស់អ៊ីរ៉ង់បង្កសម្ពាធសេដ្ឋកិច្ចមានន័យថាដាក់សម្ពាធទៅលើអ៊ីរ៉ង់កាន់តែខ្លាំងបង្ខំឲ្យអ៊ីរ៉ង់ព្រមទទួលកិច្ចចរចាអ៊ីរ៉ង់បានបដិសេធនិយាយថាការបិទផ្លូវនេះគឺជាការរំលោភច្បាប់អន្តរជាតិនិងអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកតើអ៊ីរ៉ង់ពិតជាកំពុងតែដួលរលំមែនដែរឬទេបើយោងទៅតាមអ្នកវិភាគនិងព័ត៌មានជាច្រើនអ៊ីរ៉ង់ពិតជាកំពុងតែរងសម្ពាធយ៉ាងធ្ងន់ធ្ងរប៉ុន្តែមិនទាន់មានកម្រិតថា collapse ដូចជាត្រាំបានអស់អាននោះទេមិនទាន់មានកម្រិតមួយថាដួលរលំឬក៏បរាជ័យអញ្ចឹងដូចដែលត្រាំគាត់បានអាននោះទេប្រទេសនេះនៅតែអាចបន្តនាំប្រេងចាញ់ខ្លះតាមបណ្ដោយឬក៏តាមបណ្ដាញលាក់ឬក៏រក្សាអំណាចសម្ងាត់យោធានិងរដ្ឋាភិបាលបើកម្លាំង revolution កម្លាំងកងទ័ពឆ្មាំបដិវត្តអ៊ីស្លាមគ្រប់គ្រងស្ថានភាពប្រើកងកម្លាំងបដិវត្តអ៊ីស្លាមគ្រប់គ្រងគ្រប់ស្ថានភាពហានិភ័យសម្រាប់ពិភពលោកការប្រជុំនេះអាចបង្កផលប៉ះពាល់ធំដូចជាតម្លៃប្រេងអាចនឹងឡើងថ្លៃការដឹកជញ្ជូនសមុទ្រអន្តរជាតិមានហានិភ័យអាចនឹងទៅរកសង្គ្រាមធំជាងនេះច្រកសមុទ្រហូម៉ូគឺជាច្រកសមុទ្រដែលមានប្រេងប្រហែលជា 20% នៃពិភពលោកឆ្លងកាត់ដូចជាមានបញ្ហាវាបានប៉ះពាល់ដល់សេដ្ឋកិច្ចសកលសរុបឲ្យខ្លីមកត្រាំកំពុងតែប្រើប្រាស់សម្ពាធខ្លាំងដើម្បីបង្ខំឲ្យអ៊ីរ៉ង់ចូលចរចាប៉ុន្តែការអះអាងថាអ៊ីរ៉ង់ដួលរលំនៅតែមានការសង្ស័យស្ថានភាពនៅតែតានតឹងមិនទាន់មានដំណោះស្រាយច្បាស់លាស់នេះគឺជាព័ត៌មានអន្តរជាតិថ្មីសូមអរគុណសម្រាប់ការទស្សនាកុំភ្លេច Subscribe អរគុណ